បាទខ្ញុំយល់ថានេះជាការសាកល្បងមួយជាការជាលំហាត់មួយដែរពីព្រោះនៅប្រទេសមួយចំនួនហ្នឹងគឺផ្លូវមិនមែនស្មើរហូតទេវាឡើងចុះដែរដូចជាពិសេសគឺនៅតំបន់ឆ្នេរសមុទ្រតំបន់សមុទ្រគឺត្រូវមានផ្លូវឡើងចុះហើយវាមិនដែលស្មើធេងទេបាទតំបន់សមុទ្រតែសមុទ្រមានភ្នំបើយើងជាទូទៅយើងឃើញថាបើថាតំបន់សមុទ្រគឺត្រូវមានភ្នំហើយដីហ្នឹងវាឡើងចុះវាទួលឡើងហើយចុះជំរាលមានជំរាលជាទូទៅអញ្ចឹងបាទដូចជានៅដាណាំងអញ្ចឹងឧទាហរណ៍ឬក៏នៅ Phuket ក៏អញ្ចឹងដែរវាមានឡើងមានចុះមានឡើងមានចុះដែរវាដូចគ្នាបាទអញ្ចឹងជាការសាកល្បងមួយហើយបើសិនជាគាត់ខាត់កម្រិតគាត់នឹងអាចបើសិនជាកីឡាកររបស់យើងហាត់បានច្រើននៅលើផ្លូវបែបហ្នឹងគឺពេលនៅលើផ្លូវរៀបស្មើគឺល្បឿនលឿនណាស់លឿនហើយខ្លាំងហ្មងដូចជាយើងហាត់ដល់កម្រិតថាការហាត់គេហៅថាខំប្រឹងខ្លាំងពេលដល់កន្លែងធូរគឺយើងលឿនហ្មងយើងងាយស្រួលហ្មងងាយស្រួលបាទអានឹងវាជាលំហាត់មួយដែរអញ្ចឹងខ្ញុំមើលទៅកីឡាករខ្លះគាត់ចូលចិត្តសាកល្បងបាទមានកីឡាករដែលជំនាញនេះគាត់ចូលចិត្តសាកល្បងនៅតំបន់អញ្ចឹងដើម្បីសាកល្បងមើលតើលទ្ធភាពរបស់យើងកម្រិតណាហើយគាត់ហាត់ដល់កម្រិតនឹងដើម្បីមកគាត់មកប្រកួតប្រជែងនៅលើដីរៀបស្មើនេះបើអញ្ចឹងលឿនហ្មងលឿនហ្មងលឿនអូតូហ្មងបាទលឿនអូតូអញ្ចឹងជាបទពិសោធន៍មួយដែលគាត់ទៅចង់សាកល្បងអញ្ចឹងណាឬក៏ហាត់នៅទីនោះក៏ជាការប្រសើរដែរទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើត